អនុញ្ញាតឲ្យខ្លួនឯងផុសវីដេអូនេះទាំងដែរគម្រោងផុសវីដេអូនឹងត្រូវបានរលាយត្រេនគេកំពុងល្បីពាក្យថាអនុញ្ញាតឲ្យខ្លួនឯងនឹងឯងវីដេអូនឹងត្រូវអត់បានផុសទេបងប្អូនអត់បានវិចនំវីដេអូនេះតាំងប្តីអត់ទាន់ឡើងទៅធ្វើការមុនគាត់ចេញទៅធ្វើការ2ថ្ងៃខ្ញុំបានហៅគាត់ឲ្យទៅកាត់លាក់ចេកមួយគ្នាតែពេលហ្នឹងអត់ទាន់ដឹងថាគាត់ឡើងទៅធ្វើការទេហើយគម្រោងការនឹងថានាំគ្នាទៅកាត់លាក់ចេកដើម្បីយកមកវិចនំបើហូបទាំងអស់គ្នាហើយពេលជិះម៉ូតូទៅកាត់លាក់ចេកហ្នឹងនិយាយពីថាទេសភាពស្អាតខ្លាំងមែនតើភ្នំហ្នឹងនៅក្រោយផ្ទះរបស់ពួកខ្ញុំហ្មងអញ្ចឹងហើយគ្រាន់តែជិះម៉ូតូចេញពីក្រោយផ្ទះផ្លេតមកគឺមកដល់ភ្នំហើយឥឡូវមើលទៅអត់សូវពណ៌បៃតងដូចលើកមុននេះរៀងបៃតងចាស់បើការរដូវឆេងមេឃបានថាពណ៌បៃតងខ្ចីឡងអូយស្អាតហ្មងឥឡូវហ្នឹងក៏នៅស្អាតដែរគ្រាន់ថាវាមើលទៅវាអត់ខ្ចីតែផ្លូវហ្នឹងខ្ញុំធ្លាប់ថតពីបៃតងហើយកាលមកឆេងមេឃកាលហ្នឹងមកសន្លឹងឃើញស្លឹកចេកព្រៃហ្មងឥឡូវបបួលប្តីទៅកាត់លឹកចេកយកមកវិចនំទាំងអស់គ្នាជិះពីផ្ទះខ្ញុំមកនឹងអត់ឆ្ងាយទេជិះប្រហែលជា5នាទីហើយដល់ហើយប្តីខ្ញុំគាត់ថាកាត់យកប្រហែលសន្លឹកថាកាត់3 4សន្លឹកមកបានហើយប្តីកាត់ច្រើនមកម៉េច3 4សន្លឹកវិចនំប្រហែលទៅតែបាត់គាត់អត់ដឹងថាវិចនំមួយស្លឹកចេកប្រើប៉ុណ្ណាទេហើយខ្ញុំនេះមានណាពោកូនមានបានកាត់អីឲ្យប្តីអ្នកកាត់ឲ្យមកហើយឃើញអាចេកនេះមានតយងឲ្យប្តីសួរថាហ្នឹងហូបកើតអត់ខ្ញុំថាតយងចេកព្រៃមានណាគេហូបទេផ្លែវាតទុំបានហូបបើខ្ចីក៏ហូបបានដែរចលក់អំបិលហើយគាត់ថាចេកនឹងគ្រាប់ច្រើនចង់អីហ្នឹងខ្ញុំថាកាត់តែលឹកចេកឲ្យខ្ញុំមកបានដែរចេកហ្នឹងនៅខ្មែរក៏គេហូបដែរតែតវាទុំអញ្ចឹងណាគ្រាន់តែហូបជួយយកជាតិវាទេពេលវានៅខ្ចីវិញគឺថាហូបចលក់អំបិលហើយនៅសួរខ្ញុំដែរទៀតថាចលក់អំបិលអត់ចត់អត់ឆ្លក់អីទេហីចត់ក៏ចត់ឆ្លក់ក៏ឆ្លក់ប៉ុន្តែចង់ហូបធ្វើម៉េចហើយនៅនឹងតាមបន្លែអូគេអូស្លឹកចេកខ្លាំងមែនតើបើជាខាងនេះវិញជាការក្រូចគេនៅផុតរដូវក្រូចទៅពេលដល់រដូវក្រូចនិយាយពីថាសបាយអនបេះក្រូចហ្មងខ្ញុំរដូវក្រូចហ្នឹងតើចូលដល់ខែ10ខែ11អីចាប់ផ្ដើមមានហើយតែអត់ទាន់ហូបកើតទេណាពេញហូបហ្មងគឺចិត្តចូលឆ្នាំចិនមានណាពីអ្នកម៉ែកូនឈោវិជាប្តីបដ កូនខ្ញុំនេះងុយដេកហ៎និយាយទៅឲ្យតែជិះម៉ូតូជិះឡាននេះដឹងថាដេកហ្មងជិះតែបាន5នាទីហ្នឹងគឺចង់ដេកហើយបើនិយាយពីទឹកអូគេនឹងយូវិថាថ្លាឆ្វាំងហ្មងពេលក្តៅចុះលេងអីយូវិជាក់ស្រួលហ្មងដេកខ្ញុំនោះទៅចំតិតចំតងកាត់លឹកចេកពី3លឹកនៅកាត់លឹកចេកបានហើយខ្ញុំថាឲ្យគាត់ផ្លេសហើយគាត់ចេះផ្លេសទេហើយខ្ញុំជាប់ពោកូនខ្ញុំថាអញ្ចឹងកាន់តែអញ្ចឹងហ្មងយកទៅផ្ទះចាំដល់ផ្ទះចាំខ្ញុំផ្លេសមានណាលឹកចេកផ្លេសហើយអីហើយទុកថាស្អែកឡើងទៅទិញម្សៅយកមកវិចនំដល់ពេលស្អែកឡើងវាភ្លៀងហើយល្ងាចឡើងគេទេមកប្រាប់បដ ாய்ថាស្អែកឡើងត្រូវទៅធ្វើការអញ្ចឹងហើយនំលពៅរបស់ខ្ញុំគឺ fail បាត់ហើយអត់មានបានវិចបានអីទេសល់លពៅមួយចាហៀនហ្នឹងយកមកធ្វើផ្អែមលពៅហូបបដ ாய் ប៉ុន្តែធ្វើហូបហ្នឹងគ្មានប្តីនៅហូបមួយទេប្តីខ្ញុំទៅធ្វើការបាត់ហើយនៅតែខ្ញុំ2នាក់ម៉ែក្មេក3នាក់កូននឹងឯងប៉ុន្តែបើផ្អែមលពៅថ្ងៃហ្នឹងគឺថាអត់មានឆ្ងាញ់ហ្មងដោយសារលពៅវាអត់ស្អិតទេតែធ្វើមិនទេធ្វើហើយអញ្ចឹងមានតែហូបហ្មងទៅជប់ឡើងពេលប្តីអត់នៅអញ្ចឹងត្រូវមកហូបនៅក្នុងបន្ទប់ពួកអីកូនដេកកូនខ្ញុំហ្នឹងដេកបើថាអត់មានណាគេនៅចិត្តទេផ្លេតភ្ញាក់បាត់ហើយអញ្ចឹងហើយមានតែដួសមួយចានយកមកហូបក្នុងបន្ទប់ហ្មងទៅហូបហ្នឹងមិនហ៊ានឮសលេងគ្រិចគ្រុកទេខ្លាចកូនភ្ញាក់ពេលប្តីនៅកូនដេកអញ្ចឹងឲ្យប្តីនៅគៀនកូនហើយខ្ញុំចេញទៅហូបអីនឹងក្រៅហើយនេះហើយផលវិបាកពេលប្តីអត់នៅយើងមានកូនតូចនិយាយរួមទៅណាក៏វាអត់ស្រួលធ្វើអីក៏អត់ស្រួលដែរដោយសារជាប់រវល់មើលកូនរហូតកូនធំតិចទៅស្រួលវិញ